Hello សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងមកធ្វើដំណើរកំសាន្តជាមួយរថយន្ត Kia Morning របស់យើងទៅកាន់ភ្នំជីសូបងប្អូនយើងនឹងធ្វើការឡើងទៅលើភ្នំជីសូជាមួយរថយន្ត Kia Morning របស់យើងអញ្ចឹងបងនឹងទទួលបានបទពិសោធន៍ថ្មីមួយទៀតពីមុនគឺយើងឡើងភ្នំបូកគោម្ដងនេះគឺយើងឡើងភ្នំជីសូវិញម្ដងចង់ដឹងថាតើតិចនិចក្នុងការឡើងភ្នំដូចម្ដេចតោះឥឡូវហ្នឹងយើងមកតាមទស្សនាទាំងអស់គ្នាអូខេបងប្អូនឥឡូវហ្នឹងគឺយើងមកដល់ភ្នំជីសូហើយប៉ុន្តែច្រកនេះមិនមែនជាច្រកដែលយើងអាចបើកឡានឡើងលើបានទេនេះគឺយើងអាចដើរថ្មើរជើងអញ្ចឹងខ្ញុំនឹងទៅច្រកខាងមុខនោះបាទគឺគេមានច្រកខាងមុខដែលមានថ្មើរជើងឡើងជាចដាលផងនិងជាលក្ខណៈឡានអាចបើកឡើងបានផងទេបងប្អូនឥឡូវហ្នឹងគឺយើងចាប់ដើមចូលមកច្រកខាងមុខនេះបើច្រកខាងមុខនេះគឺគេមានជាលក្ខណៈលក់មាន់ដុតលក់អីណាបាទអញ្ចឹងនៅកន្លែងនេះគឺបងប្អូនអាចមកកំងនៅហ្នឹងក៏បានហើយច្រកមួយដែលខ្ញុំបានបង្ហាញមុនហ្នឹងក៏បានដែរគឺសុទ្ធតែមានកន្លែងគេលក់ទាំងអស់អញ្ចឹងឥឡូវហ្នឹងនេះច្រកមួយនេះបងប្អូនបាទច្រកមួយនេះគឺច្រកឡើងភ្នំអញ្ចឹងខាងមុខនោះគឺជាកន្លែងដែលផ្លូវឡើងភ្នំហីអញ្ចឹងនៅពេលដែលយើងដឹងថាចាប់ដើមឡើងភ្នំហើយមើលស្ថានភាពផ្លូវបងប្អូនឃើញមិនមែនជាផ្លូវបេតុងអីទេវាគឺជាប្រភេទផ្លូវថ្មអញ្ចឹងឡានរបស់យើងបើកអត់លឿនទេអញ្ចឹងយើងអត់ចាំបាច់នៅប្រើប្រាស់អក្សរ D ទៀតទេគឺយើងប្រើប្រាស់ជាមួយនឹងលេខ2តែម្ដងយើងមានលក់បន្តោងសោ Kia Morning ស្អាតអាចធ្វើការបញ្ជាទិញឥឡូវនេះបានសូមអរគុណបាទឥឡូវហ្នឹងគឺយើងជន់ប្រាំងឲ្យជាប់ហើយគឺយើងចូលមកលេខ2តែម្ដងនៅពេលដែលចូលមកលេខ2គឺប្រព័ន្ធ Eco Mode នឹងបិទដោយស្វ័យប្រវត្តិនឹងបិទដោយស្វ័យប្រវត្តិហើយអញ្ចឹងបងប្អូនមិនបាច់ភ័យថាអូនៅពេលដែលយើងចូលលេខ2តើគួរបិទ Eco Mode អត់គឺអត់ចាំបាច់ទេអញ្ចឹងឥឡូវហ្នឹងគឺយើងចាប់ផ្ដើមធ្វើដំណើរទៅហើយស្ថានភាពផ្លូវនេះគឺពិបាកខ្លាំងមែនទែនជាមួយនឹងរថយន្ត Kia Morning ដោយសារវាទាបអញ្ចឹងការបើកបរគឺយើងប្រយ័ត្នបំផុតជាមួយនឹងកាងខាងក្រោមរបស់វាហើយស្រួលដុំថ្មរៀងខ្ពស់ពេកអញ្ចឹងទៅផ្លាត់ឡើងឬក៏វាកោសនៅបាតក្រោមរបស់យើងវាធ្វើឲ្យឡានរបស់យើងហ្នឹងគឺមានបញ្ហាហើយអញ្ចឹងនៅពេលដែលយើងបើកជាមួយនឹងឡាន Kia Morning ហើយជាមួយស្ថានភាពផ្លូវអញ្ចឹងគឺបងប្អូនកុំលឿនបាទព្យាយាមប្រយ័ត្នជាមួយនឹងដុំថ្មបាទតោះឥឡូវហ្នឹងគឺយើងចាប់ផ្ដើមឡើងជាមួយនឹងលេខ2ហើយផ្លូវបងប្អូនឃើញហើយគឺពិបាកហ្មងបាទវាពិបាកផ្លូវអញ្ចឹងសម្រាប់ឡានទៀតគឺពិបាកទៀតនិយាយហើយនិយាយទៀតវាដោយប្រភេទរថយន្តខ្ពស់អញ្ចឹងឥឡូវហ្នឹងតោះមកតាមដានយើងឡើងទិញដងទាំងអស់គ្នាឡើងមកដល់ប្រហែលជាជិតកណ្ដាលភ្នំមានអារម្មណ៍ថាផ្លូវកាន់តែចោតទៅហើយវាអត់ដូចជាមួយនឹងផ្លូវយើងឡើងភ្នំផ្សេងទេដោយសារតែស្ថានភាពផ្លូវគឺវាដុំថ្មខ្លាំងមែនទែនវាប្រឈមជាមួយនឹងរថយន្តរបស់យើងវារៀងទាបប៉ុន្តែរថយន្ត Kia Morning របស់យើងនៅតែគ្រប់ទៅដល់គ្រប់កន្លែងដែលយើងចង់ទៅបាទប៉ុន្តែដូចខ្ញុំបាននិយាយពីខាងដើមវីដេអូអញ្ចឹងត្រូវមានការប្រុងប្រយ័ត្នជាមួយនឹងដុំថ្មដោយសារតែឡានរបស់យើងទាបបាទប៉ុន្តែយើងអត់ចាំបាច់ចូលលេខ1ទេគឺយើងនៅលេខ2ដែរនៅពេលដែលយើងជន់ទៅមានអារម្មណ៍ថាវានៅតែស្ទុះបាទអញ្ចឹងវាអត់ចោតជាបញ្ហាសម្រាប់យើងទេប៉ុន្តែឡើងនេះគឺយើងបិទសិនជាក់ដែរបញ្ជាក់គឺយើងបិទសិនជាក់អស់ភ្នំនេះស្ថានភាពនៃការឡើងគឺវាអត់ទៅខុសជាមួយនឹងឡើងភ្នំការីរំឬក៏វាឡើងភ្នំបកគោអញ្ចឹងណាប៉ុន្តែនៅខាងប៉ែកនោះគឺគេហៅថាគេផ្លូវកស៊ូឬក៏ផ្លូវបេតុងអញ្ចឹងការឡើងឡានរបស់យើងវាអត់សូវជួបឧបសគ្គខ្លាំងដូចយើងឡើងប្រភេទផ្លូវដែលមានដុំថ្មនិងស្ថានភាពផ្លូវបែបនេះទេដោយសារវាធ្វើឲ្យឡានរបស់យើងក៏វាមានភាពរាំងស្ទះកម្លាំងមកតង់ទៀតដែរបាទមានអារម្មណ៍ថាកន្លែងនេះគឺឡើងឲ្យឡានយើងគឺតឹងខ្លាំងមែនទែនតឹងខ្លាំងពិបាកបាទសម្រាប់ផ្លូវមួយនេះអញ្ចឹងប្រហែលជាយើងចាប់ផ្ដើមដូរចូលលេខ2តែម្ដងចូលលេខ1តែម្ដងដោយសារតែយើងមើលពីស្ថានភាពផ្លូវទៅគឺវាអត់សូវដូចយើងឡើងប្រភេទភ្នំផ្សេងណាបាទបងប្អូនបាទបើកកញ្ចក់អស់ហ្នឹងគឺយើងមានតួនាទីមួយទៀតគឺយើងអាចស្ដាប់សំឡេងម៉ាស៊ីនរបស់រថយន្តរបស់យើងចង់ដឹងថាតើម៉ាស៊ីនរបស់យើងគឺតឹងឬក៏ខ្សោយនៅពេលដែលយើងបិទកញ្ចក់ហើយយើងបិទ AC ម៉ាស៊ីនត្រជាក់ទៀតវាធ្វើឲ្យម៉ាស៊ីនរបស់យើងគឺយើងស្ដាប់សំឡេងម៉ាស៊ីនអត់សូវបានទេអញ្ចឹងខ្ញុំត្រូវការបើកកញ្ចក់សងខាងហើយខ្ញុំតម្លាក់កង្ហារម៉ាស៊ីនត្រជាក់ចោលអស់ទៀតបាទដោយសារស្ថានភាពផ្លូវឡើងវាចោលខាងពេកបងប្អូនឥឡូវហ្នឹងគឺយើងឡើងមកដល់លើភ្នំជីសូហើយជាមួយនឹងស្ថានភាពផ្លូវដោយបងប្អូនបានឃើញពីខាងដើមវីដេអូអញ្ចឹងស្ថានភាពផ្លូវរៀងពិបាកបន្តិចដោយសារអីគឺថ្មភ្នំខ្ពស់មួយវិញទៀតគឺបងប្អូនបានឃើញហើយគឺស្ថានភាពផ្លូវនៅពេលដែលយើងឡើងគឺឡើងខ្ពស់ខ្លាំងមែនតើជាមួយនឹងស្ថានភាពផ្លូវបត់បែនចុះឡើងអ
ដែលវាអត់ដូចជាមួយនឹងប្រភេទនៅពេលដែលយើងឡើងភ្នំបូកគោឬក៏ភ្នំការីរំទេនៅពេលដែលយើងឡើងទៅពីភ្នំហ្នឹងគឺយើងសង្កេតឃើញថាឡើងទៅនោះគឺគេមានជាលក្ខណៈផ្លូវបេតុងឬក៏ជាផ្លូវកស៊ូប៉ុន្តែនេះគឺជាប្រភេទផ្លូវដីហើយមានថ្មភ្នំធំធំដែលប្រភេទរថយន្ត Kia Morning របស់យើងគេហៅថារថយន្តទាបនេះគឺវាពិបាកបន្តិចនៅពេលដែលយើងឡើងរួចហើយយើងទៅដល់ដូចឡានខ្ពស់អញ្ចឹងប៉ុន្តែគ្រាន់តែយើងរៀងពិបាកជាងគេបន្តិចហើយយើងបើកយឺតជាងគេបន្តិចតែប៉ុណ្្នឹងទេជា advice របស់ខ្ញុំបើសិនជាបងប្អូនដែលគាត់ថ្មីថ្មោងខ្ញុំគិតថាគួរតែកុំទាន់អាំឡើងបើសិនជាបងប្អូនដែលគាត់ស្ទាត់ជំនាញហើយគឺគាត់អាចធ្វើការឡើងមកបានបាទអាហ្នឹងគឺជា advice របស់ខ្ញុំទេប៉ុន្តែបើបងប្អូនចង់ឡើងមកក៏អត់អីដែរផ្លូវប៉ុណ្នេះជាមួយនឹងរថយន្ត Kia Morning ប៉ុណ្នេះគឺឡើងស៊ីផុយបាទអញ្ចឹងអរគុណសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះប៉ុន្តែយើងក៏អត់ទាន់ចប់ដែរខ្ញុំនឹងបង្ហាញទេសភាពដ៏ស្រស់ស្អាតនៅលើភ្នំជីសូមួយនេះមានទាំងប្រាសាទនិងមានទាំងទេសភាពដែល view ពីលើភ្នំទៅមើលឃើញស្អាតខាងមែនទេតោះទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នា Let's go បងប្អូនខាងក្រោមនោះដែលខ្ញុំបានចោលនៅខាងក្រោមនោះគឺជាប្រាសាទសែនភូមិវាំងហើយដែលជាប្រាសាទនៅភ្នំជីសូនៅខាងក្រោមមានរបៀបខាងក្រោមបន្ទាប់ពីភ្នំហើយគេឡើងមកលើនេះគឺប្រាសាទធំនៅខាងលើភ្នំបងប្អូនអញ្ចឹងកន្លែងខ្ញុំឈរនេះគឺជាគេហៅថាចន្ទដើបុរាណពីមុនដែលដូនតាយើងគាត់បានសាងសង់សម្រាប់យើងចុះទៅក្រោមពីមុនមិនមែនចណ្ដើនៅខាងនោះទេដោយសារតែនៅនេះប្រាសាទចណ្ដើចាស់អញ្ចឹងពីមុនគេចុះឡើងតាមនេះគឺទៀបជាងបើសិនជាយើងឡើងតាមចណ្ដើខាងមុខ200កាំជំហៀងមួយទៀតគឺ400កាំជាងតែខាងនេះមើលទៅជំរាលជាងដែលមើលទៅយើងឡើងមានន័យថាឡើងចុះគឺឆាប់រហ័សជាងជ្រុងខាង2ទៀតនៅខាងនោះអញ្ចឹងហ្នឹងគឺជាចណ្ដើប៉ុន្តែចណ្ដើបុរាណនេះយើងគិតថាវាជាចំណាស់ហើយសឹករិចរិលហើយដល់ពេលអញ្ចឹងទៅមើលទៅគឺយើងចុះឡើងបានគឺគេអត់ហាមគាត់ទេប៉ុន្តែគ្រាន់តែគេឲ្យយើងប្រុងប្រយ័ត្នបាទប្រុងប្រយ័ត្នអញ្ចឹងដូចបងប្អូនបានឃើញយ៉ាងស្ថានភាពចណ្ដើគឺវារៀងសឹកកន្លែងខ្លះបាច់កន្លែងខ្លះនៅស្អាតទៅប៉ុន្តែក៏យើងនៅអាចឡើងចុះបានដែរគឺជាមិនទាន់មានបញ្ហាអីទេវាចោតតែមកកលៈនេះទេមានមកកលៈទៅចោលដៃខ្ញុំហ្នឹងហើយចុះទៅក្រោមទៅរៀងជំរាលដែលសឹងតែអត់មានកម្មចនាទេគឺគេរៀបចំជាមួយនឹងថ្មបាយក្រៀមតែម្ដងយើងចង់បើកឡានទៅខាងនោះក៏បានដែរគឺគេមានផ្លូវចូលខាងនោះដែលគេឈប់ខាងនេះផ្លូវខាងមុខចិត្តដៃយើងហ្នឹងមិនខាងមុខប្រាសាទនេះទេគឺខាងមុខប្រាសាទទៅទៀតគឺប្រាសាទចុះដៃហ្នឹងហើយអបទៅខាងដៃទៅគឺយើងឡើងទៅធំវិញហើយនេះគឺជាខឿននៃប្រាសាទភ្នំជីសូខាងលើតែម្ដងដែលខឿននេះគឺគេរៀបចំតាំងពីដំណាក់កំពូលភ្នំនៃប្រាសាទហើយចុះរហូតទៅដល់ដំណាក់ខាងក្រោមតែម្ដងដែលគេរៀបជាដំណាក់ជាថ្នាក់ប្រៀបដូចជាប្រាសាទនានានៅខាងខេត្តសៀមរាបអញ្ចឹងបាទអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំនេះគឺតាមពិតទៅខ្ញុំនិយាយពីឡានទេពីការឡើងភ្នំទេប៉ុន្តែក៏ខ្ញុំឡើងមកដល់ហើយក៏ខ្ញុំថតពីសកម្មភាពកន្លែងហ្នឹងឲ្យបងប្អូនបានមើលខ្លះទៅអញ្ចឹងអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បាយបាយ